គាត់អត់សូវចូលចិត្តញ៉ាំមួយឆាមិនដល់ចូលចិត្តទេគ្រាន់តែខ្ញុំញ៉ាំបានយូរម្ដងអញ្ចឹងឯហ្នឹងគឺខ្ញុំនឹង challenge ឲ្យគាត់ញ៉ាំមួយឆាមួយថ្ងៃពេញស្រួលហ្នឹងហើយស្រួលតាប៉ុន្តែអ្វីដែលគាត់អត់ដឹងហ្នឹងគឺខ្ញុំនឹងឲ្យគាត់ជ្រើសរើសរវាងមួយឆាហើយនឹងរបស់ដែលគាត់ចូលចិត្តញ៉ាំក្នុងថ្ងៃបើសិនជាគាត់ជ្រើសរើសមួយឆាម្ដងខ្ញុំនឹងឲ្យគាត់10000រៀលហើយបើសិនជាគាត់ជ្រើសរើសផ្សេងក្រៅពីមួយឆាគឺខ្ញុំនឹងដកគាត់10000រៀលវិញហើយមួយថ្ងៃហ្នឹងខ្ញុំឲ្យគាត់ជ្រើស3ដងបើសិនជាគាត់ជ្រើសរើសមួយឆាទាំង3គឺគាត់បាន30000ប៉ុន្តែបើជ្រើសរើសផ្សេងគឺគាត់បានអីមកហើយខ្ញុំមិនឲ្យគាត់ដឹងដោយសារផឹកឡើងគឺខ្ញុំតែងតែ order ឲ្យផឹកជាមួយគាត់ចឹងឥឡូវខ្ញុំចុះទៅយកកាហ្វេជាមួយនឹងមួយឆាដែលខ្ញុំបាន order ហ្នឹងសិនហើយបន្ទាប់មកយកមកឲ្យគាត់ជ្រើសរើសចង់ដឹងថាតើគាត់នឹងយកមួយណាមកក្រៅមកថតវីដេអូមួយអញ្ចឹងឥឡូវគឺខ្ញុំនឹងឲ្យគាត់ជ្រើសរើសរវាងមួយឆាហើយនឹង high latte ចុះហើយវីដេអូផឹកមួយឆាហេយកអីក៏បានដែរអាហ្នឹងសេចិត្តយើងទៅខ្ញុំមើលបខំយើងណាយកហ្វេហ្វេគាត់ចង់សាកមួយឆាម្ដងឈ្ងុយនោះនេះចាស់ច្រឡំបានឈ្ងុយអានេះបុកប្រអល់យកកាហ្វេអានេះទូចគាត់ណាយកកាហ្វេវាចាតែមួយម៉ាត់មកកាហ្វេអូខេខ្ញុំយកមួយឆាកែវធំដើម្បីបញ្ចុះបញ្ចូលឲ្យគាត់យកមួយឆាដែរប៉ុន្តែគាត់នៅតែយកកាហ្វេដដែលមិនផឹកនេះអត់ទេអញ្ចឹងមិនអានេះមិនខ្ញុំមិនផឹកមួយឆាបាទធ្វើមិនបាយអត់ជ្រើសរើសយកមួយឆាមកគេឲ្យជំរឿថាខ្ញុំមានបខំគាត់ណាបើយើងបខំទៅវាដូចអត់សមមកព្រោះធម្មតាតែមនុស្សយើងអត់ចូលចិត្តញ៉ាំអីមួយឬក៏មនុស្សយើងអត់ចង់ញ៉ាំអីមួយយើងទៅបខំគេញ៉ាំគេមិនសប្បាយចិត្តត្រូវអញ្ចឹងយើងឲ្យគេជ្រើសរើសទៅវាឆ្ងាញ់ហ្នឹងវាឆ្ងាញ់អញ្ចឹងគឺគាត់នៅសល់ឱកាស2ដងទៀតបើសិនជាគាត់រើមួយឆាទាំង2ដងគឺគាត់នឹងបាន20000រៀលក៏ប៉ុន្តែបើសិនជាគាត់អត់ជ្រើសរើមួយឆាទេគឺគាត់នឹងអត់បានលុយទាំងអស់ហ្មងហើយខ្ញុំបានព្យាយាមមែនតើធ្វើយ៉ាងណាកុំឲ្យគាត់ចាប់អារម្មណ៍ថាខ្ញុំនឹងកំពុងព្យាយាមធ្វើឲ្យគាត់អស់លុយអញ្ចឹងទៅខ្ញុំក៏បាន order នំសូកូឡានេះមួយជាមួយនឹងនំមួយឆានេះមួយធ្វើដូចខ្ញុំចង់ញ៉ាំនំសូកូឡាណាក៏ប៉ុន្តែគឺខ្ញុំធ្វើដើម្បីឲ្យគាត់ជ្រើសរើសទេអញ្ចឹងឥឡូវខ្ញុំនឹងសួរគាត់ថាតើរវាងនំសូកូឡាជាមួយនឹងនំមួយឆាហ្នឹងគាត់យកមួយណាក៏ប៉ុន្តែនិយាយត្រង់ intro ผมខ្ញុំថតនៅហ្នឹងទេគេមើលឃើញតាខ្ញុំថាឡោសោយអញ្ចឹងឥឡូវខ្ញុំសួរឲ្យតែមួយថាតើក្នុងមួយឆាហើយនឹងសូកូឡាហ្នឹងឯងយកមួយណាអាហ្នឹងយកម្នាក់មួយណាអានេះនិយាយទៅជុំមិនដល់ណាអាហ្នឹងអានឹងយកម្នាក់មួយណាព្រោះហ្នឹងដូចផ្អែមពេលយើងញ៉ាំបាយថ្ងៃហើយអានេះតំណងតាតំណងហ្មងយកខ្ញុំបើកមើលសិនបានអេវាមិនដាណាបើកមើលមែនតែនេះក៏តំណងបើកធ្វើមើលតែកដោមិនស៊ីមួយឆាហ្មងប្រកាសណាឃើញមើលអេអត់ដូរចិត្តទេដូរទៅខ្ញុំមកដូរលឿនហ្នឹងវិញជួយតំណងតាវាជិះមិនដែរ think I like this one better ឥឡូវដូរគ្នាដូរណាដូរសមផងប្រូលេចអូយអូតែ not bad វាអត់ផ្អែមឥឡូវមួយណាវាកត់ឥឡូវ I think I like this one better ខ្ញុំយកនេះសមបានខ្ញុំយកនេះឈ្ងុយមួយឆាតាមែនមួយឆាខ្លាញ់អត់ឆ្ងាញ់សូកូឡាមួយថ្ងៃហ្នឹងញ៉ាំមួយឆាប៉ុន្តែដល់ពេលមើលទៅដូចខ្ញុំញ៉ាំរហូតអាចខ្ញុំមិនហាមមើល3នាក់ជ្រើសខ្ញុំមិនដឹងកាឡាត្រូវបានលុយហ្នឹងប៉ុន្តែដោយសារតែគាត់ដូរនំខ្ញុំអញ្ចឹងទៅខ្ញុំដកលុយគាត់វិញហើយគាត់លុយផឹកកាហ្វេទៀតបើគាត់ផឹកមួយឆាទៅអាហ្នឹងខ្ញុំ share ឲ្យឥឡូវយើងទៅហៅរបស់មួយចុងក្រោយដើម្បីឲ្យគាត់ជ្រើសរើសទៀតញ៉ាំក្រែមអត់ទៅ order នោះក្រែមទៅ order ក្រែមខ្លួនឯងទិញ2ចុងក្រោយនេះខ្ញុំឲ្យគាត់ order ក្រែមខ្លួនឯងចង់ដឹងថាតើគាត់នឹងជ្រើសរើសរសជាតិមួយឆាអត់ព្រោះដោយសារខ្ញុំធ្លាប់ឮគាត់និយាយថាគាត់មកទិញក្រែម line ហ្នឹងគឺគាត់ញ៉ាំដែលមានរសជាតិមួយឆាបើសិនជាគាត់យករបស់ដែលមានមួយឆាហើយគាត់ញ៉ាំខ្លួនឯងអាហ្នឹងគាត់បានលុយតែបើសិនជាអត់ទេអាហ្នឹងគឺមួយថ្ងៃហ្នឹងគាត់អត់មានបានអីសោះហ្មងសនេះគេបងហ្នឹងហើយបងមួយឆាមកហ្នឹងហើយនេះយកក្រែមមួយឆាទៀតអានេះមួយឆាចេះញ៉ាំមួយឆាទៀតស៊ីទាំងពីរហ្មងក៏មួយឆាមែនយកមួយឆាលេងអាក្រែមនេះមួយឆាខាងជាងលឺក៏ស្ងាញ់ដែរហ្នឹងទីបំផុតក៏គាត់បានយកក្រែមមួយឆាមួយចុងក្រោយដែលជារបស់ចុងក្រោយខ្ញុំឲ្យគាត់ញ៉ាំដែរអញ្ចឹងបានន័យថាគឺមួយថ្ងៃពេញហ្នឹងគាត់បានតែ10000នេះឥឡូវខ្ញុំទៅហៅកន្លែងណាមួយដើម្បីប្រាប់គាត់ថាខ្ញុំឲ្យរង្វាន់គាត់ក៏ប៉ុន្តែខ្ញុំមិនប្រាប់គាត់ថារង្វាន់ដើម្បីអីគ្រាន់តែថាចាំឲ្យគាត់មើលវីដេអូនេះខ្លួនឯងអត់យល់